មានការភ្ញាក់ផ្អើលមែនទែនតាក់ទងនឹងអគ្គិភ័យធំដែលកើតឡើងពីករណីនៅឯប្រទេសថៃនាពេលថ្មីៗនេះហើយសូមស្វាគមន៍មកកាន់ First New Official ដូចអ្នកនេះបានដឹងអញ្ចឹងព័ត៌មានរសៀលនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅកាន់ស្ថានភាពធំពីរដែលកើតឡើងនៅក្នុងប្រទេសថៃដែលករណីទី1ហ្នឹងគឺករណីភ្លើងឆេះមួយកន្លែងនៅខេត្តឆាសឹងឆៅដែលអគ្គិភ័យបានឆាបឆេះឃ្លាំងរោងចក្រអាហារកកយ៉ាងសន្ធោសន្ធៅដែលតាំងពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី29នេះឯងដែលធ្វើឲ្យអណ្ដាតភ្លើងគឺឆេះធ្វើអាគារមួយទ្រុឌទ្រោមនិងមានអ្នករបួសដោយសារហិតផ្សេងព្រមទាំងមានអ្នកជាប់ក្នុងអាគារនោះជាច្រើនអ្នកផងដែរហើយករណីទី2នោះគឺជាអគ្គិភ័យដែលកើតឡើងតាំងពីម្សិលមិញថ្ងៃទី28ដែលនៅខេត្តរយអិតបានបំផ្លាញសាលាវត្តដល់ល្បីមួយខ្នងហើយឆេះទាំងស្រុងតែម្ដងហើយបច្ចុប្បន្ននេះកំពុងមន្ត្រីនៅទីនោះកំពុងតែស៊ើបការនិងមានការវាយតម្លៃអំពីការខូចខាតចំពោះករណីទាំងពីរនេះហើយខ្ញុំនឹងធ្វើការសង្ខេបនៅព័ត៌មានទាំងពីរនេះដូចតទៅហើយថ្ងៃនេះជាថ្ងៃទី29ខែតុលាឆ្នាំ2025ហើយខាងក្រោមនេះគឺជាការសង្ខេបនៅករណីអគ្គិភ័យធំពីរដែលបានកើតឡើងនៅក្នុងប្រទេសថៃមុននឹង2-3ម៉ោងហ្នឹងហើយនឹងម្សិលមិញថ្ងៃទី28ផងដែរដែលករណីទី1ហ្នឹងគឺអគ្គិភ័យបានឆេះឃ្លាំងរោងចក្រអាហារកកនៅខេត្តឆាសឹងឆៅដែលករណីនេះគឺកើតឡើងនៅមុននេះមិនតិចទេគឺថ្ងៃទី29ចន្លោះម៉ោង11ជាងចន្លោះ12អីហ្នឹងដែលករណីនេះកើតឡើងនៅថ្ងៃទី29ខែតុលាឆ្នាំ2025វេលាម៉ោង11:45នាទីហើយនេះគឺជាព័ត៌មានទាន់ហេតុការណ៍ដែលខ្ញុំធ្វើការអាប់ដេតជូនអ្នកទាំងអស់គ្នាហើយដែលទីតាំងឆេះហ្នឹងគឺនៅឯឃ្លាំងរោងចក្រអាហារកកដែលមានឈ្មោះថា Frozen Food Factory Warehouse ដែលនៅក្នុងស្រុកមឿងខេត្តឆាសឹងឆៅដែលស្ថានភាពនេះផងដែរបានធ្វើឲ្យមានការឆាបឆេះដែលមានដំបូងហ្នឹងគឺមានហុយផ្សេងយ៉ាងខ្មួលខ្មាញ់ចេញពីរោងចក្រហ្នឹងតែម្ដងហើយដោយសារតែមានការឆាបឆេះរយៈពេលយូរធ្វើឲ្យអាគារទាំងមូលហ្នឹងមានការបាក់ស្រុតចុះនឹងផងដែរនេះបើតាមការរាយការណ៍មកថាមានមនុស្សជាច្រើនបានរងរបួសដោយសារមានការហិតផ្សេងហើយមួយវិញទៀតព័ត៌មានរបស់ខ្ញុំអាប់ដេតហ្នឹងគឺគេបានទទួលដំណឹងថាមនុស្សជាច្រើនបានជាប់គាំងនៅក្នុងអាគារហ្នឹងផងដែរហើយមន្ត្រីពលិតអគ្គិភ័យកំពុងតែបញ្ញាប់បញ្ញាល់ក្នុងការជួយសង្គ្រោះជាបន្ទាន់ហើយចំពោះការគ្រប់គ្រងក្នុងរយៈពេលនេះគឺម៉ោង1ជាងនៅថ្ងៃទី29ដែលហ្នឹងគឺក្រុមពលិតអគ្គិភ័យបានគ្រប់គ្រងស្ថានភាពភ្លើងទាំងស្រុងប៉ុន្តែអាគារទាំងអស់នោះគឺមានការទ្រុឌទ្រោមមួយចំណុចខ្លះដែលធ្វើឲ្យមានការបាក់ស្រុតហើយអ្វីដែលខ្ញុំបារម្ភហ្នឹងគឺមានមនុស្សជាប់គាំងនៅទីនោះផងដែរអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងការអាប់ដេតរបស់ខ្ញុំនៅឡើយទេសង្ឃឹមថាអត់មានមនុស្សណាដែលមានបាត់បង់ជីវិតទៅចោះហើយនេះគឺខ្ញុំព័ត៌មានមួយដែលខ្ញុំអាប់ដេតចេញពីប្រទេសថៃដែលតាក់ទងទៅនឹងការឆេះរោងចក្រអាហារកកនៅខេត្តឆាសឹងឆៅបាទគឺឈ្មោះរោងចក្រហ្នឹងគឺ Frozen Food Factory Warehouse បាទហើយនេះជាករណីទី1ដែលកើតឡើងនៅថ្ងៃនេះតែម្ដងបាទឥឡូវយើងចូលទៅដល់ករណីទី2បាទគឺជាអគ្គិភ័យឆេះសាលាវត្តមួយកន្លែងដែលឆេះទាំងស្រុងហ្មងនៅខេត្តរយអ៊ិតបាទហើយករណីនេះបានកើតឡើងនៅថ្ងៃទី28ខែតុលាឆ្នាំ2025ម្សិលមិញវេលាម៉ោង15:35នាទីចឹងវាស្មើនឹងម៉ោង3កន្លះអីហ្នឹងដែលការឆេះហ្នឹងគឺស្ថិតនៅវត្តបាងខឿងលីតឬគេហៅវត្តថាវត្តស៊ីថងដែលនៅស្រុកបឋមរតខេត្តរយអ៊ិតបាទនៅក្នុងប្រទេសថៃនឹងម្ដងបើតាមខ្ញុំដឹងវត្តនេះគឺល្បីមែនទែនហើយមានពុទ្ធបរិស័ទគឺចូលទៅប្រតិបត្តិច្រើនមែនទែនហើយបើតាមស្ថានភាពគេបាននិយាយមកថាភ្លើងនេះបានឆាបឆេះសាលាវត្តយ៉ាងសន្ធោសន្ធៅហើយរីករាលដាលយ៉ាងលឿនផងដែរហើយក្រោយពេលដែលមានការឆេះនឹងហើយអាជ្ញាធរក៏ចាប់ផ្ដើមមានការផលិតអគ្គិភ័យហើយអង្គភាពគឺមកពីគ្រប់កន្លែងដើម្បីធ្វើការផលិតអគ្គិភ័យហើយនឹងបាញ់ទឹកដោយមានការជ្រោមជ្រែងពីអាជ្ញាធរនៅទីនោះផងដែរមិនយូរប៉ុន្មានមន្ត្រីដែលនៅក្នុងនឹងក៏បានគ្រប់គ្រងនៅភ្លើងដែលនៅក្នុងការកំណត់ហ្នឹងមានថាឆេះមកកន្លែងហ្នឹងគឺគ្រប់គ្រងបានទាំងអស់ដែលអាចប្រើពេល
ច្រើនម៉ោងដែរហើយប្រើទឹកអស់ប្រមាណធុងហើយការប៉ះពាល់នឹងបដៅគឺឆេះសាលាវត្តមួយទាំងស្រុងដែលគឺឆេះខ្ទេចតែម្ដងខ្ញុំដាក់រូបក្នុងវីដេអូអ្នកមើលហើយព័ត៌មានមិនមានអ្នករបួសក៏ដូចជាអ្នកស្លាប់នោះទេបាទហើយមូលហេតុគឺដូចព័ត៌មានខាងលើចឹងអាជ្ញាធរកំពុងធ្វើការត្រួតពិនិត្យដើម្បីស្វែងរកមូលហេតុនិងការវាយតម្លៃអំពីការខូចខាតនៅខាងក្រោមក្រោយបន្តទៀតចឹងណាហើយនេះគឺជាព័ត៌មានពីរករណីដែលករណីទី1គឺឆេះរោងចក្រអាហារកកនៅខេត្តឆាស់សឹងឆៅហើយហេតុការណ៍នេះកើតឡើងនៅថ្ងៃនឹងផងដែរម៉ោង 2:10 ជាងថ្ងៃទី29ហើយឥឡូវខ្ញុំអាប់ដេតប្រហែលជាម៉ោង 2 អញ្ចឹង 2 ម៉ោងមុនទេហើយករណីទី2គឺឆេះសាលាវត្តទាំងស្រុងនៅខេត្ត Roy-it ដែលឆេះសាលាមួយទាំងស្រុងនៅវត្តនឹងតែម្ដងអញ្ចឹងមានតែប៉ុណ្្នឹងទេព័ត៌មានថ្ងៃនេះជាព័ត៌មានដែលអគិភ័យដែលកើតឡើងធំដែលខ្ញុំអាប់ដេតជូនអ្នកទាំងអស់គ្នាហើយបើសិនជាមានព័ត៌មានបន្ថែមខ្ញុំអាចអាប់ដេតជូនអ្នកទាំងអស់គ្នាពីខ្ញុំបាទ First News បើសិនជាមានអ្វីបន្ថែមឬក៏មានពាក្យពេចន៍ឲ្យខុសឆ្គងទាក់ទងនឹងការអានសូមអ្នកនេះខមមិននៅក្រោមវីដេអូបានព្រោះខ្ញុំជាអ្នកធ្វើមាតិកាថ្មីទេអញ្ចឹងពីខ្ញុំបាទ First News Official និង First News Channel សូមគោរពនិងជម្រាបលាទាំងអស់គ្នាបាទ